យន្តហោះមួយនេះគឺជិះ free អត់មានអស់លុយមកកាក់ម៉ាស៊ីនអីទេនៅខាងក្នុងគឺមាន2ជួរមួយជួរមានកៅអី2ហើយយើងចង់អង្គុយកន្លែងណាក៏បានដែរគេអត់មានកំណត់លេខតុលេខកៅអីអីទេគឺយើងអាចអង្គុយបានដោយសេរីចង់អង្គុយកន្លែងណាអង្គុយកន្លែងហ្នឹងទៅហើយចំពោះកន្លែងបើកក៏បងប្អូនបើយើងចេះបើកគឺយើងបើកទៅគឺអត់បញ្ហាទេគេមានថាអីទេឲ្យយើងចេះបើកហើយយន្តហោះនេះជាប្រភេទយន្តហោះលំដាប់ឈ្មោះថាអាណាណាបងប្អូននៅក្នុងប្រទេសជប៉ុនហើយមាននៅក្នុងសានុគីកូណូម៉ូគឺនេះបើយើងចង់ជិះយើងទៅជិះទៅគឺគេអត់មានយកលុយយកអីទាំងអស់ហើយពួកខ្ញុំជិះបានតែ5នាទីអីទេខ្ញុំចុះមកដោយសារវាក្លិនស្អុយខ្លាំងពេកនៅក្នុងយន្តហោះហ្នឹងព្រោះអីវាមិនមែនជាប្រភេទយន្តហោះគេដំណើរការហោះហើរប្រចាំថ្ងៃឯណាយន្តហោះគេដាក់តាំងហ្នឹងបងប្អូនអញ្ចឹងហើយទើបជិះអស់លុយនៅជប៉ុនណាគឺផ្ទះគេតូចល្មមទេហើយបើនិយាយពីទីធ្លាវិញកន្លែងខ្លះក៏មានកន្លែងចតឡានកន្លែងខ្លះក៏អត់មានកន្លែងចតឡានបើសិនយើងមានកូនហ្នឹងគឺពិបាករកទីធ្លាកូនលេងណាហើយអត់ទីធ្លាកូនលេងមកជុំឯងងងគឺអត់មានគ្នាកូនលេងទៀតអញ្ចឹងហើយសម្រាប់អ្នកដែលមានកូនណាគឺគេចូលចិត្តយកកូនណាមកស៊ូនកំសាន្តបែបនេះខ្លាំងមែនតើហើយស៊ូនកំសាន្តហ្នឹងគឺមាន2មានអាស៊ូនអស់លុយនិងអាស៊ូនអត់អស់លុយបើអាស៊ូនអត់អស់លុយអញ្ចឹងគឺវាអត់សូវមានកន្លែងលេងទំនើបទេតែបើអាស៊ូនដែលអស់លុយគឺវាមានកន្លែងលេងទំនើបអញ្ចឹងណាប៉ុន្តែបើនៅសានុគីកូណូម៉ូគឺនេះកន្លែងនេះគឺខ្ញុំឲ្យមេដៃបងប្អូនដោយសារតែកន្លែងលេងវាទំនើបមែនតើហើយអាត្រង់ពណ៌លឿងនេះបងប្អូនគឺវែងខ្លាំងមែនតើបងប្អូនបានឃើញមុនហ្នឹងហើយពួកខ្ញុំ4នាក់ម៉ែកូននេះគឺថាទៅអត់រួចទេបងប្អូនវែងខ្លាំងពេកដោយសារប្តីខ្ញុំគាត់ខ្ពស់អញ្ចឹងទៅពេលដែលចូលកន្លែងខ្លះយើងត្រូវលូនកន្លែងខ្លះគឺត្រូវក្រាបហើយអ្វីដែលពិសេសហ្នឹងគឺថាកូនទូចខ្ញុំនោះគឺខ្លាចខ្លាំងមែនតើអញ្ចឹងអត់មានជំរើសអញ្ចឹងប្តីខ្ញុំគាត់ថាជីដែលគេថាឆ្លងកាត់ប៉ុណ្ណឹងបានហើយនោះគ្នាចុះទៅក្រៅវិញហើយចំណែកកូនស្រីធំខ្ញុំនេះគឺមុខអត់រីទេគាត់ទៀតលេងទោះតែចាប់ទោះតែផុតចឹងហ្នឹងណាកំដរគាត់បានបងប្អូនហើយបើវាទូចកន្លែងខ្លះក៏ទូចទៅកន្លែងខ្លះក៏ធំចឹងទៅហើយចង់បាក់ចកេះបាក់ខ្នងហ្នឹងប្តីខ្ញុំគឺរត់អត់ឈ្នះទេហើយខ្ញុំក៏ទៅអត់រួចដែរដោយសារកូនទូចខ្ញុំផងអញ្ចឹងខ្ញុំចុះមកក្រោមហើយពេលដែលចុះមកក្រោមចូលមកខាងក្នុងនេះបងប្អូនអានេះដូចជាទូស្លាប់ចាក់យន្តហោះបងប្អូនប្រភេទអាណាហើយកន្លែងនេះវិញគឺកែតគេបងប្អូនហើយនេះអនាគតយានអវកាសស្រីនៅថ្ងៃអនាគតបងប្អូនកុំឃើញអីគឺរត់ចូលនឹងតែម្ដងបងប្អូនកន្លែងនេះគឺស្រួលមែនតែបើសិននៅចិត្តផ្ទះខ្ញុំមកមិនដឹងថាល្អយ៉ាងណាទេបងប្អូនហើយវាមានកន្លែងលេងទំនើបច្រើនហើយអត់ពិបាកទេបើសិនណាភ្លេងយើងចូលលេងខាងក្នុងអញ្ចឹងណាហើយនៅខាងក្រៅគឺមានទីតាមតិចទៀតគឺខ្ញុំនឹងបង្ហាញហើយតែនៅខ្ញុំបង្ហាញខាងក្នុងគឺខ្ញុំថតអត់ឲ្យបងប្អូនដោយសារតែវាច្រើនពេកហើយកូន2នាក់គឺរត់ដេញពេញនឹងហើយស្រួលបងប្អូនកន្លែងនេះគឺថាមានកន្លែងហូបចុកមានបន្ទប់ទឹកមានអីកន្លែងផឹកកាហ្វេកន្លែងអីទៅហើយចំពោះកន្លែងនេះគឺសម្រាប់អ្នកដែលគាត់មានកូនទូចចង់បបៅដោះកូនគឺយើងអាចយកកូនមកបបៅនៅកន្លែងនឹងបានហើយកន្លែងនេះគឺថាបន្ទប់គ្រឿងភ្លេងគេកូនស្រីខ្ញុំចូលវាយភ្លេងអីគ្រឿងភ្លេងអីគឺអនាគតទៅគឺចង់ខ្លាយជាអ្នកវាយគ្រឿងភ្លេងនឹងហើយនៅក្នុងនេះបងប្អូនមិនត្រឹមតែយើងអាចជ្រកភ្លៀងអីបានទេខែក្តៅមានម៉ាស៊ីនត្រជាក់ខែត្រជាក់គឺមានម៉ាស៊ីនកម្ដៅហើយអ្វីដែលរឹតតែពិសេសបងប្អូនគឺយើងអាចមើលមកក្រៅឃើញយន្តហោះព្រោះអីស៊ូនេះគឺនៅជាប់នឹងពលានលបងពលានយន្តហោះតកាម៉ាសឹកនៅក្នុងខេត្តកាកវ៉ាអញ្ចឹងណាហើយនេះទិដ្ឋភាពខាងក្រៅបងប្អូនថ្ងៃពួកខ្ញុំទៅលេងហ្នឹងគឺថាមេឃអាប់អួរមែនតើសម្រាប់ខ្ញុំគឺថាល្អបងប្អូនដោយសារវាអត់មានក្តៅអញ្ចឹងវាស្រួលអញ្ចឹងណាយើងអាចមកលេងនៅខាងក្រៅបានហើយចំណែកអានេះវិញគឺថារថភ្លើងបងប្អូនគឺគេដាក់តាំងដូចយន្តហោះដូចគ្នាគឺយើងជិះសេរីអត់អស់លុយអត់អស់អីទេហើយរថភ្លើងនេះគឺអត់ក្លិនដូចយន្តហោះឲ្យបងប្អូនយន្តហោះក្លិនខ្លាំងមែនតើទីលាននៅខាងក្រៅគឺថាធំមែនតើបងប្អូនកន្លែងលេងក៏មានច្រើនដែរយើងអាចលេងបាល់អាចជិះកង់អីចឹងទៅឬក៏អាចថានាំគ្នាឈរមើលយន្តហោះឡើងនិយាយទៅគឺថាសម្បូរបែបមែនតើបើសិននៅក្បែរតែខ្ញុំមិនដឹងល្អប៉ុណ្ណាបងប្អូនតែវានៅឆ្ងាយខ្លាំងមែនតើព្រោះអីនៅកន្លែងនេះយើងចូលមកមើលអត់មានត្រូវការទិញសបត់ទេហើយកន្លែងនេះមករំឃើញបងប្អូនរំឃើញប្តីខ្ញុំជិះវិញផ្លូវឡើង3 4 ត្រឡប់ដាក់ Google Map ដែរតែវាចង្អោលអត់ត្រូវដល់អាផ្លូវប្រវែកជា3ហ្នឹងវាលែងចង្អោលបង្ហាញថាត្រូវបាត់ទៅខាងណាត្រូវកិច្ចទៅខាងណាអញ្ចឹងហើយប្តីខ្ញុំគាត់ជិះរាវផ្លូវពេញនឹងទម្រាំតែមករកឃើញហើយមកដល់ហើយជូនឲ្យលេងបានតែ2 ម៉ោងទៀតលេងមានអស់កន្លែងស្ដាយនេះខ្ញុំចង់ចូលជិះកង់នៅកន្លែងនេះតែអត់បានចូលតែដឹងថាអស់លុយឬក៏អត់ទេហើយវីដេអូរបស់ខ្ញុំក៏មានប៉ុណ្្នឹងដែរបងប្អូនអរគុណច្រើនដែលបងប្អូនបានចូលមើលវីដេអូខ្ញុំមិនថាវីដេអូចាស់វីដេអូថ្មី